នឹងខ្ញុំឈ្មោះប្រាក់សូលីដាជាសិក្ខាកាមដែលបានចូលរៀនវគ្គ Adapting to a New Culture ជាចំណាប់អារម្មណ៍របស់ខ្ញុំខ្ញុំយល់ថាវគ្គនេះពិតជាល្អមែនតើពីព្រោះបន្ទាប់ពីចូលរៀនវគ្គនេះហើយខ្ញុំទទួលបាននៅចំណេះដឹងជាច្រើនក៏ដូចជា concept ថ្មីដែលខ្ញុំអត់ធ្លាប់ដឹងពីមុនមកក្នុងនោះខ្ញុំបានយល់ច្បាស់ពីអ្វីទៅជា organizational culture អញ្ចឹង organizational culture ហ្នឹងគឺជា share value ជា belief ជា norm ហើយនិង behavior នៅក្នុងកន្លែងការងារមួយអញ្ចឹងបើសិនជាយើងបានយល់ពី organizational culture នេះយើងប្រកាសជាអាចសម្របខ្លួនទៅនឹងកន្លែងការងារដែលមាន teamwork style ផ្សេងគ្នា leadership ផ្សេងគ្នាបានចំណុចសំខាន់ទី2ហ្នឹងគឺខ្ញុំបានយល់ពីដំណាក់កាលនៅក្នុងការ adapt to a new culture នៅក្នុងនោះគឺយើងមាន4ដំណាក់កាលដំណាក់កាលទី1គឺ honeymoon stage ដំណាក់កាលទី2គឺ crisis period stage ដំណាក់កាលទី3 adjustment stage ហើយនិងដំណាក់កាលចុងក្រោយគឺ adaptation and acceptance stage ទន្ទឹមនឹងនោះខ្ញុំក៏បានរៀនពីវិធីសាស្ត្រឬក៏យុទ្ធសាស្ត្រនៅក្នុងការ adapt to a new culture នោះផងដែរហើយចំណុចចុងក្រោយគឺអ្វីដែលខ្ញុំបានទទួលពីវគ្គបណ្ដុះបណ្ដាលនេះគឺការចង network ការរក្សាទំនាក់ទំនងជាមួយនឹងអ្នកដែលមានអាជីពនៅក្នុងវិស័យនេះដូចគ្នាពិតជាល្អមែនតើនៅក្នុងវគ្គនេះខ្ញុំក៏សូមអរគុណដល់លោកគ្រូដែលបានចែករំលែកនៅចំណេះដឹងដ៏ល្អទន្ទឹមនឹងនេះខ្ញុំក៏សូមលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាដែលមិនទាន់បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលអាចចុះឈ្មោះចូលរៀននៅវគ្គក្រោយៗទៀតជាមួយនឹងលោកគ្រូសៀវ៉ាឌីសូមអរគុណ